Chấm non sân này ở bộ mà đài Côn ơi mẹ ban khơi bờ rò chỉ chát nè Tay bờ rò tay mũi cốt đà mày chạm chất nô Cứ bờ rò đà bờ có đòi lẹ cả nạ bờ rò bật bật Bể lúc mẹ cả ban bờ cốt bể đôn oi tớ bờ rò nô hai Ta mẹ mình tuần bờ cốt luôn tớ oi nô tề Bờ rò kịch thà Tức hồ tay mình đà hót Bịa bờ rò sầm bọt cùng ai chưa vậy Đờ rạp lên ca mình tuần chọn đầy Trơ rỡ xa cách để vô chia sấy ở bàn Bro khláញ់ណាស់ពាក្យសម្ដីខ្លះផ្អែមល្ហែមតែពឹសពុលនៅខាងក្នុងខ្លាចនៅពេលថ្ងៃណាមួយម៉ែទទួលរងនៅពាក្យផ្អែមល្ហែមទាំងអស់នោះតែមិនយូរប៉ុន្មានម៉ែក៏បានជួបនៅបរិសម្នាក់ជាបរិសដែលម៉ែគួររំពឹងទុកថាជាស្វាមីដ៏ល្អនិងជាឪពុកដ៏ល្អរបស់កូននៅពេលនោះហើយកូនដែលម៉ែព្រមរៀបអាពាហ៍ពិពាហ៍ជាមួយសម្លេងអាពាហ៍ពិពាហ៍បានឮកងរំពងធ្វើឲ្យបេះដូងពីរបានទៅជាបេះដូងតែមួយធ្វើឲ្យពាក្យកំឡោះក្រមុំទៅជាកូនកំឡោះកូនក្រមុំមិនយូរប៉ុន្មានលោកឪពុកអ្នកម្ដាយយើងខ្លាយទៅជាគូស្វាមីភរិយានឹងគ្នាកូនអើយកាលបើបញ្ចប់អាពាហ៍ពិពាហ៍ហើយនោះកន្លងផុតទៅកូនអើយដល់ខែទី7ទី8កន្លងផុតទៅអ្នកម្ដាយក៏មានឥរិយាបថស្រគត់ស្រគំកូនអើយអាការក្អួតចង្អោរជាញឹកញាប់មានលក្ខណៈខុសប្រក្រតីគឺនៅពេលនោះហើយដែលយើងចុះចាប់បដិសន្ធិក្នុងផ្ទៃម៉ែគឺនៅពេលនោះហើយដែលម៉ែមានផ្ទៃពោះគឺយើងកំពុងតែនៅក្នុងផ្ទៃមាតាម៉ែតែងត្រេកអរម៉ែតែងអួតប្រាប់គេឯងកូនអើយម៉ែតែងសុបិនឃើញនេះឃើញនោះនៅពេលកូននៅក្នុងផ្ទៃម៉ែម៉ែប្រាប់ស្វាមីជាឪពុករបស់យើងជាមុនគេថាបងអើយកូនយើងបដិសន្ធិហើយណាវាគឺជាពាក្យពេចន៍មួយដែលម៉ែពោលទៅរកបុគ្គលដែលជាឪពុករបស់កូនដែលជាគូក្បូនជីវិតរបស់កូនទាំងពីរអ្នកឪពុកម្ដាយតែងត្រេកអរតែងញញឹមដាក់គ្នានៅពេលដឹងថាកូនបដិសន្ធិនៅក្នុងផ្ទៃម៉ែជាដួងចិត្តដែលកម្ររកបានបំផុតរបស់លោកឪពុកអ្នកម្ដាយដែលលោកទាំងពីរខំបដូរផ្ដាច់ពុះពៀគ្រប់ឧបសគ្គសពបែបយ៉ាងដើម្បីរកអ្វីគ្រប់យ៉ាងមកឲ្យកូនតែម្នាក់គត់គ្មាននរណាឲ្យក្រៅតែអំពីកូននោះគឺគ្មានទេកូនអើយពេលខ្លះម៉ែបានសុបិនឃើញរូបកូនទាំងដែលកូនកំពុងតែនៅក្នុងផ្ទៃម៉ែបានសុបិនឃើញឆោមេឆ្អិនបដិសន្ធិក្នុងផ្ទៃព្រឹកព្រៀងភ្លឺស្វាងម៉ែអរហរតីរំភើបពេកក្រៃនៅក្នុងជីវិតម៉ែអរខ្លាំងពេកក្រោកពីដំណេកប្រាប់ញាតិឆ្ងាយចិត្តប្រាប់ឪពុកកូនគូក្បូនជីវិតឲ្យដឹងភេទពិតកាលពីរាត្រីមិនយូរប៉ុន្មានពុះម៉ែស្រាប់បានប្រែខុសប្រក្រតីម៉ែក្អួតជើងអោព្រោះម៉ែមានផ្ទៃខែ1 2 3ពុះម៉ែឡើងធំម៉ែសែនអរក្រៃជាក្តីស្រមៃចង់បានមាសមុំចង់ឃើញកូនថ្លៃប្រឹមប្រៃសុខុមរស់ក្នុងទ្រនំវងក្រុមគ្រួសារតែម៉ែឪរបស់យើងអាចនៅស្ងៀមមួយកន្លែងបានទេគឺមិនអាចនៅមួយកន្លែងបានទេគាត់ទាំងពីរសែនផិតភ័យព្រួយបារម្ភអាណិតស្រណោះកូនយ៉ាងខ្លាំងបើសិនជាជំងឺទាំងអស់របស់កូនយកមកចំនួនឲ្យម៉ែវិញណាឲ្យម៉ែឪវិញនោះគឺម៉ែឪសុខចិត្តទទួលនូវជំងឺរបស់កូនទាំងអស់នេះជាទឹកចិត្តដ៏ធំធេងរបស់ម៉ែឪយើងហើយគាត់ទាំងពីររត់ទៅហៅលោកគ្រូពេទ្យមកយ៉ាងលឿនដើម្បីឲ្យមកជួយមើលកូនឲ្យបានឆាប់ជានឹងឆាប់បានទៅសិក្សារៀនសូត្រនិងសើចរីករាយជាមួយគាត់ទាំងពីរមិនចង់ឃើញកូនជួបនៅក្តីទុក្ខវេទនាដេកលហិតលហើយទៅលើក្រែឡើយហើយពេលនោះគាត់រត់ទៅទិញថ្នាំសង្កូវបន្ថែមទៀតផងដើម្បីឲ្យកូនលេបនៅពេលដែលលោកគ្រូពេទ្យមិនទាន់មកដល់ឆ្លៀតពេលនោះដែរម៉ែឪទៅបន់ព្រះសំពះទេវតាអ្នកតាព្រៃភ្នំតូចធំនិងបន់ខ្មោយខាងជីដូនជីតាមកជួយថែរក្សាកូនចៅដើម្បីឲ្យរួចផុតពីជំងឺរោគាព្យាធិនេះកូនអើយដឹងទេពេលដែលយើងឈឺម៉ែឪបំរើយើងទាំងយប់ទាំងថ្ងៃមិនបានសម្រាកបន្តិចសោះឡើយ
ភ្នែកទាំងគូរបស់លោកទាំងពីរត្រូវស្លក់ទាំងសងខាងមុខមាត់ស្លាំងអស់ហើយសាច់ឈាមត្រូវស្លេកស្គមរហូតកើតខ្យល់ចាប់គ្រុនរងាជាមួយយើងក៏ដេកលើគ្រែសន្ធឹងដៃសន្ធឹងជើងម៉ែឪដាំបាយដាំបបរដាំទឹកដើម្បីយកមកឲ្យយើងបរិភោគកាលណាដែលបរិភោគមិនទាន់ត្រជាក់ទេនៅក្តៅនៅឡើយនោះម៉ែឪហ៊ានយកបបរដែលក្តៅទៅរុកចូលដាក់ក្នុងមាត់របស់គាត់ជាមុនសិនសុខចិត្តឲ្យរលាកអណ្ដាតរលាកមាត់ម៉ែឪចុះនេះហើយទឹកចិត្តម៉ែឪរបស់យើងកាលណាដែលកូនមានជំងឺផ្ដាសាយតឹងច្រមុះដកដង្ហើមមិនរួចម៉ែឪរបស់យើងគាត់ផាត់ភ័យខ្លាំងណាស់ព្រមទាំងស្រក់ទឹកភ្នែកព្រោះតែឃើញកូនពិបាកក្នុងការដកដង្ហើមហេតុនេះហើយម៉ែឪហ៊ានយកមាត់របស់គាត់ទៅបឺតសម្បោឲ្យចេញពីច្រមុះដោយគ្មានការរអើមខ្ពើមបន្តិចបន្តួចឡើយពេលយកកូនទៅមន្ទីរពេទ្យឬធ្វើដំណើរទៅណាកាលណាបើមានពន្លឺព្រះអាទិត្យមានកម្ដៅមកលើកូនម៉ែឪតែងយកក្បាលនិងសក់របស់ខ្លួនធ្វើជាឆ័ត្រធ្វើជាដើមឈើដើម្បីជាម្លប់ដល់កូនហើយម៉ែឪគាត់យកដៃទាំងសងខាងរបស់គាត់ធ្វើជាខ្នើយកាយដើម្បីឲ្យកូនគេងលក់មិនគិតពីការចុករួយដៃឡើយហើយគាត់យកផ្លូវរបស់គាត់ធ្វើជាពូកដើម្បីឲ្យកូនក្រឡាប់ណាប្រឡែងខ្វៃយ៉ាងសប្បាយនៅលើផ្លូវរបស់គាត់ទាំងពីរទោះណាជាស្រពន់ជើងក្តីក៏គាត់ទ្រាំដើម្បីឲ្យកូនបើដោះបានឆ្អែតស្កប់ស្កល់ហើយម៉ែយកខ្លួនទាំងមូលមកធ្វើជាបង្គន់ឲ្យកូននោមឲ្យនោមដាក់ជុះអាចដាក់ក្អួតដាក់គ្រើដាក់ទាំងយប់ទាំងថ្ងៃប្រឡាក់គ្មានសល់ត្រង់ណាឡើយតែគាត់នៅតែរីករាយណាមិនអាក់អន់ចិត្តសពួនចិត្តក្នុងពេលដែលយើងជុះដាក់នោមដាក់ក្អួតដាក់គាត់ឡើយពេលកូនឈឺម៉ែឪគ្មានសប្បាយចិត្តបន្តិចណាទេបើកូនមានជំងឺមិនអាចព្យាបាលបាននោះម៉ែឪទោះណាជាបានមាសប៉ុនដួងទុំក៏មិនត្រេកអរជាងកូនដែលជាពីជំងឺដែរបើត្រូវលក់ផ្ទះស្រែចម្ការស្រូវអង្គគោក្របីជ្រូកមាន់ទាមាសឡានម៉ូតូសំពៅសំប៉ាន់យកមកមើលកូនដែលមានជំងឺធ្ងន់ធ្ងរគឺគាត់ព្រមធ្វើទាំងអស់ដើម្បីជីវិតកូន